សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់ចេញវីដេអូមកចែករំលែកគំនិតទៅបងប្អូនចំពោះបងប្អូនដែលមានរាសីដាក់ចង់និយាយចឹងកាលណារាសីដាក់ធ្វើឲ្យយើងខ្វះនូវសតិបងប្អូនមនុស្សកាលណារាសីដាក់ដូចចាស់ចាស់គាត់និយាយថារាសីដាក់អរវិជនវាមានបញ្ហាមួយកើតឡើងបញ្ហាមួយទៀតកើតឡើងផ្ទុំៗគ្នាអញ្ចឹងណារឿងសិតតែរឿងអាក្រក់កើតឡើងអញ្ចឹងអានឹងគេហៅថារាសីដាក់អរជនហើយរឿងវាអត់មានល្អសោះទី1បងប្អូនត្រូវចងចាំថាដោយសារតែបងប្អូនអត់បានគិតនៅរឿងល្អជួនកាលបងប្អូនអ្នកខ្លះខ្ញុំមើលឃើញព្រលឹមឡើងតាមដៃអីផងនិយាយតែរឿងអាក្រក់ទៅពាក្យអាក្រក់វាថាក្នុងចិត្តមាត់យើងនឹងវាគិតតែរឿងអាក្រក់សួរថាចិត្តយើងចង់ឲ្យកើតអញ្ចឹងដែរឬអត់ថាអត់ទេអត់មាននរណាម្នាក់ចង់ឲ្យយើងកើតនៅអាពីបញ្ហារឿងអាក្រក់កើតឡើងទេប៉ុន្តែយើងភ្លេចបានមើលខ្លួនឯងភ្លេចបានមើលពីសម្ដីខ្លួនឯងនិយាយបងប្អូនសម្ដីយើងគឺជាសម្ដីដែលមានធម៌ពលបើសិនជាបងប្អូននិយាយញយនិយាយញឹកបងប្អូនអត់ដែលសូវគិតថារឿងល្អនឹងកើតឡើងចំពោះបងប្អូនតែរឿងល្អណាស់នឹងមកកើតឡើងចំពោះបងប្អូនបើសិនជាបងប្អូនគិតតែពីរឿងអាក្រក់និយាយតែពីរឿងអាក្រក់ណាបើនិយាយពីផ្លូវចិត្តបងប្អូនវាអត់អាក្រក់ទេប៉ុន្តែបងប្អូនគិតថារឿងហ្នឹងវាមិនអាចទៅរួចរឿងសេចក្តីល្អហ្នឹងវាមិនអាចទៅរួចអានឹងហើយគេហៅថាការគិតរបស់យើងវាអត់ល្អវាអត់វិជ្ជមានណាបងប្អូនចង់និយាយអញ្ចឹងចាហើយម្យ៉ាងទៀតបងប្អូនត្រូវចាំថានៅពេលដែលយើងរាសីដាក់អរចនបានន័យថាម្យ៉ាងម៉េចបើនិយាយពីផ្លូវពធបានន័យថាយើងគឺជាមនុស្សដែលខ្វះបុណ្យនៅក្នុងខណៈហ្នឹងគឺយើងខ្វះបុណ្យហើយបងប្អូនបុណ្យគឺអីបុណ្យគឺជាសេចក្តីល្អមនុស្សភាគច្រើនត្រូវគិតថាបុណ្យកើតឡើងចាំទៅវត្តបានកើតបុណ្យមិនមែនទេបងប្អូនបុណ្យឲ្យតែយើងគិតល្អធ្វើល្អនិយាយល្អនោះហើយគឺជាបុណ្យចាមិនចាំបាច់ទៅវត្តក៏បានដែរក៏ប៉ុន្តែការទៅវត្តគឺជាការគោរពប្រណិប័តសាសនាទៅតាមទំនៀមទម្លាប់យើងណាបងប្អូនប៉ុន្តែបុណ្យត្រូវចាំឲ្យច្បាស់ថាបុណ្យគឺជាសេចក្តីល្អអញ្ចឹងណាបងប្អូនអញ្ចឹងកាលណាតែបងប្អូនគិតតែរឿងអាក្រក់គិតតែរឿងអវិជ្ជមានអញ្ចឹងបានន័យថាបងប្អូនគឺជាមនុស្សដែលខ្វះបុណ្យហើយម្យ៉ាងទៀតចង់ចេញមកចែករំលែកបងប្អូននៅអ្វីដែលខ្ញុំត្រូវបានអនុវត្តបងប្អូនដោយសារមនុស្សយើងធ្វើល្អដូចគ្នាតែហេតុអីលទ្ធផលខុសគ្នាទី1នៅពេលបងប្អូនធ្វើសេចក្តីល្អបងប្អូនភ្លេចបានផ្ដោតបងប្អូនnóiថាបងប្អូនធ្វើទៅចង់និយាយចឹងតែបងប្អូនអត់បានគិតថាបងប្អូនអត់មានអីទីពឹងចង់និយាយចឹងបងប្អូនត្រូវចាំថានៅពេលដែលបងប្អូនធ្វើនៅសេចក្តីល្អធ្វើនៅបុណ្យគឺសេចក្តីល្អណាអញ្ចឹងយើងនិយាយបុណ្យទៅកាលណាបងប្អូនធ្វើនៅបុណ្យធ្វើនៅសេចក្តីល្អអញ្ចឹងបងប្អូនត្រូវតែមានទីពឹងដួងចិត្តរបស់បងប្អូនថាបងប្អូនគឺជាមនុស្សល្អបងប្អូនបានធ្វើបុណ្យអញ្ចឹងបងប្អូនត្រូវតែតោងនៅសេចក្តីល្អរបស់បងប្អូនអញ្ចឹងបងប្អូនរាល់ពេលបងប្អូនធ្វើសេចក្តីល្អបងប្អូនគួរតែផ្សាយមេត្តាធម៌ដល់ខ្លួនឯងបុណ្យទាំងឡាយឯណាដែលខ្ញុំបានធ្វើទានទាំងឡាយឯណាដែលខ្ញុំបានធ្វើអាហ្នឹងយើងបើសិនជានេះយើងអាចដាក់ឈ្មោះយើងផងក៏បានដែរដោយពាក្យសច្ចៈវាចាដោយអំពើល្អរបស់ខ្ញុំឈ្មោះចេះមកសូមឲ្យផលបុណ្យដែលខ្ញុំបានធ្វើនេះចូលមកឧបដិកជីវិតរបស់ខ្ញុំឲ្យមានសេរីសុខស្ដីឲ្យប្រកបតែនឹងសេចក្តីសុខអានឹងបានន័យថាម៉េចបានន័យថាយើងបានយកសេចក្តីល្អបានយកអំពើល្អរបស់យើងគឺជាទីពឹងរបស់ខ្លួនយើងអញ្ចឹងបងប្អូនអ្នកខ្លះធ្វើសេចក្តីល្អក៏ប៉ុន្តែដោយសារអីយើងអត់បានយកសេចក្តីល្អរបស់យើងមកជាទីពឹងផ្លូវចិត្តរបស់យើងសេចក្តីល្អបងប្អូនបើសិនជាយើងប្រៀបធៀបវាដូចជាលុយអញ្ចឹងសេចក្តីល្អដែលយើងធ្វើជារឿយវាស្មើនឹងលុយដែលយើងផ្ញើនៅកងធនាគារអញ្ចឹងបងប្អូនយើងផ្ញើនៅធនាគារប៉ុន្តែអ្នកខ្លះគេចេះដកនៅលុយរបស់គេមកប្រើអញ្ចឹងណាអញ្ចឹងវិលមករកយើងវិញអ្នកខ្លះគេអាចទាញនៅសេចក្តីល្អទាញនៅអំពើបុណ្យរបស់គេនឹងយកមកប្រើបានដោយសារអីដោយសារគេចេះប្រើអញ្ចឹងបុណ្យដែលបងប្អូនបានធ្វើរក្សាទុកនឹងបានន័យថាដោយបងប្អូនបានផ្ញើនឹងធនាគារអញ្ចឹងបងប្អូនគួរតែចេះយកអំពើល្អអំពើបុណ្យរបស់បងប្អូនដែលបានធ្វើហ្នឹងយកមកប្រើមកបងប្អូនយកមកប្រើយកមកផ្សាយមេត្តាធម៌ដល់ខ្លួនឯងសិនបងប្អូនត្រូវតែផ្សាយមេត្តាធម៌ដល់ខ្លួនឯងសិនកាលណាបងប្អូនមានផ្សាយមេត្តាធម៌ដល់ខ្លួនឯងហើយបានអាចផ្សាយមេត្តាធម៌ទៅដល់អ្នកដទៃបានអានេះស្មើនឹងអីស្មើនឹងយើងជួយខ្លួនយើងឲ្យរួចសិនចង់និយាយអញ្ចឹងយើងជួយខ្លួនយើងឲ្យរួចសិនសឹងយើងទៅជួយអ្នកដទៃតាមក្រោយបើសិនជាយើងអត់មានសមត្ថភាពក្នុងការជួយខ្លួនឯងផងតែយើងមានលទ្ធភាពឯណានឹងទៅជួយអ្នកដទៃមែនអត់បងប្អូនអញ្ចឹងហើយចង់ឲ្យបងប្អូនពឹងនៅសេចក្តីល្អដែលបងប្អូនបានធ្វើនេះជាអ្វីដែលខ្ញុំធ្លាប់បានធ្វើហើយវាបានផលវាធ្វើឲ្យសេចក្តីសុខផ្លូវចិត្តរបស់យើងកើតឡើងចង់និយាយអញ្ចឹងហើយក៏មានវីដេអូចេញមកចែករំលែកបងប្អូនមិនដែលមានមនុស្សដែលធ្វើអាក្រក់ឯណាមកពឹងសេចក្តីអាក្រក់របស់ខ្លួនទេមែនអត់មិនដែលមកគេនិយាយថាបាបទាំងឡាយឯណាដែលខ្ញុំបានធ្វើសូមឲ្យបាបទាំងឡាយនោះ
មកជួយឧបដិតជីវិតរបស់ខ្ញុំវាមិនអាចទៅរួចទេមែនអត់បងប្អូនវាមានតែសេចក្តីល្អនឹងហើយគឺជាទីពឹងផ្លូវចិត្តរបស់យើងអញ្ចឹងបងប្អូនកុំខ្លាចធ្វើនៅសេចក្តីល្អទោះបីជាអ្នកដទៃមិនបានមើលឃើញពីទង្វើល្អរបស់បងប្អូនក៏ដោយតែដែលខាតបងប្អូនកុំលះបង់នៅសេចក្តីល្អរបស់ខ្លួនឯងចោលណាអ្នកដទៃមើលមិនឃើញអ្នកដទៃគេវេឃ្នើគុណយើងយ៉ាងណានោះគឺជារឿងរបស់អ្នកដទៃតែដាច់ខាតបងប្អូនទាំងអស់គ្នាកុំលះបង់នៅសេចក្តីល្អរបស់ខ្លួនចោលអីសោះដូច្នេះសេចក្តីល្អនេះវាស្មើនឹងការបងប្អូនសន្សំវាប្រៀបបីដូចជាលុយអញ្ចឹងនៅថ្ងៃណាមួយដែលបងប្អូនរិស័យដាក់ឬយ៉ាងម៉េចក៏ដោយបងប្អូនត្រូវតែទាញនៅសេចក្តីល្អរបស់បងប្អូនយកមកប្រើប្រាស់មកផ្សាយមេត្តាឲ្យខ្លួនឯងហើយប៉ុណ្្នឹងទៀតក៏បងប្អូនត្រូវតែសន្សំត្រូវតែធ្វើជារឿយមិនអាចអត់បានទេបងប្អូនប្រៀបបីដូចជាលុយដែលយើងតែងតែសន្សំរាល់ថ្ងៃកាលណាយើងសន្សំរាល់ថ្ងៃលុយឬក៏ប៉ុណ្្នឹងវាច្រើនអញ្ចឹងច្រើនគឺយើងត្រូវតែដកវាយកមកប្រើដើម្បីឲ្យបានជាប្រយោជន៍សម្រាប់ជីវិតខ្លួនឯងនៅក្នុងបច្ចុប្បន្ននេះចាបងប្អូនចែករំលែកបទពិសោធន៍ដោយក្តីស្រឡាញ់ចាខ្ញុំធ្វើបានផលទើបខ្ញុំហ៊ានចេញវីដេអូមកចែករំលែកដល់បងប្អូនទាំងអស់គ្នាអរគុណច្រើនបងប្អូនបើពេញចិត្តកុំភ្លេចជួយ like comment follow page និង subscribe YouTube ដល់ខ្ញុំម្នាក់មួយផងចាអរគុណ